សួស្តីបងប្អូនទាំងអស់គ្នាតើបងប្អូនធ្លាប់បានមើលរឿងបុរាណចិនដែលរៀបរាប់ពីមហាកំផែងដែរទេថ្ងៃនេះខ្ញុំសូមនាំបងប្អូនមកទស្សនាមហាកំផែងចិនដែលមានអាយុកាលរាប់រយឆ្នាំមកហើយមហាកំផែងស្ថិតនៅក្នុងទីក្រុងប៉េកាំងប្រទេសចិនត្រូវបានសាងសង់ឡើងជាង500ឆ្នាំមកហើយនិងមានប្រវែងសរុបចំនួន 21,196 គីឡូម៉ែត្រនិងត្រូវបានកសាងដំបូងគេបង្អស់នៅក្នុងរជ្ជកាលមីងហើយក៏ត្រូវបញ្ចប់ទៅវិញនៅក្នុងរជ្ជកាលមេងស្ដេចជំនាន់មុនកសាងមហាកំផែងនេះឡើងគឺដើម្បីការពារការឈ្លានពានពីសំណាក់សត្រូវតាមខ្ញុំដឹងមហាកំផែងនេះមានព្រំប្រទល់ជាប់នឹងប្រទេសម៉ុងហ្គោលខ្ញុំធ្លាប់បានឮគេនិយាយតៗគ្នាថាយើងអាចមើលឃើញមហាកំផែងចិនតាមរយៈផ្កាយរណបនោះមិនមែនជាការពិតទេទេសភាពនៅលើនិងនៅក្រោមមហាកំផែងនេះពិតជាស្រស់ស្អាតខ្លាំងណាស់ខ្ញុំមើលទៅមហាកំផែងនេះយូរទៅប្រៀបដូចជាសត្វនាគដែលកំពុងតែហុំព័ទ្ធភ្នំអញ្ចឹងកាលពីខ្ញុំនៅទូចខ្ញុំធ្លាប់បានតែមើលក្នុងទូរទស្សន៍តាក់ទងនឹងប្រវត្តិសាស្ត្រនិងមហាកំផែងប៉ុន្តែពេលនេះខ្ញុំពិតជាបានឃើញផ្ទាល់ភ្នែកថាពិតជាស្រស់ស្អាតជាពិសេសគឺបានហុំព័ទ្ធនៅជុំវិញភ្នំតែម្ដងសំទោសផងបងប្អូនខ្ញុំអត់បានឡើងទៅដល់លើកំពូលភ្នំទេខ្ញុំបានឡើងត្រឹមតែចង្កេះភ្នំទេពីព្រោះដោយសារនៅទីនោះមានអាកាសធាតុត្រជាក់ពេកគឺដក10អង្សាបងប្អូនអើយគឺត្រជាក់ខ្លាំងមែនតើបងប្អូនខ្ញុំនិយាយតាមត្រង់ខ្ញុំដកដង្ហើមអត់ចង់រួចទេពីព្រោះវាស្ពឹកច្រមុះស្ពឹកមុខអស់ហើយអរគុណបងប្អូនទាំងអស់គ្នាវីដេអូខ្ញុំមានតែប៉ុណ្្នេះទេបាយបាយ